បាទសួស្តីបងប្អូនណានេះស្រែដដែលបងប្អូនដើមឈើនេះពីនឹងដដែលហើយខ្ញុំពីមុនខ្ញុំឈរនៅជ្រុងម្ខាងនៃភ្លឺមួយទៀតឥឡូវនេះខ្ញុំជ្រុងម្ខាងនៃភ្លឺមួយទៀតនៅស្រែដដែលហើយថ្ងៃនេះខ្ញុំបង្ហាញឲ្យបងប្អូនជាថ្ងៃបាញ់ថ្នាំក្រោយពេលបាយជីរួចបាន3-4ថ្ងៃបងប្អូនណាឥឡូវស្រូវប្រែពពុះខៀវអីហើយនេះគឺជាពូជសែនក្រអូបចូលមួយពូជគ្រឹះបងប្អូនណាហើយការប្រើពូជនេះគឺខ្ញុំប្រើកម្រិតតិចបំផុតបងប្អូនមើលតែកម្រិតដឹងណាបងប្អូនតែងចង់ដឹងថាតើខ្ញុំបាញ់ជីបំពន់អីក្នុងដំណាក់កាលទី1បន្ទាប់ពីបាយជីរួចបន្ទាប់ពីបាយជីរួចខ្ញុំបាញ់ថ្នាំ3ថ្ងៃបន្ទាប់ឬ4ថ្ងៃបន្ទាប់នេះ4ថ្ងៃបន្ទាប់បងប្អូនណាដោយសារត្រូវបាញ់ពីម្សិលមិញត្រូវណៃរវល់អញ្ចឹងដល់ថ្ងៃនេះគឺត្រូវតែបាញ់ការប្រើប្រាស់ថ្នាំជំនួយអបែកគុំការប្រើប្រាស់ជីបំពន់តាមស្លឹកគ្រប់គ្រងសត្វល្អិតបងប្អូនហើយថ្នាំដែលខ្ញុំប្រើបងប្អូនតែចង់ដឹងចង់ឃើញឲ្យខ្ញុំបង្ហាញកញ្ចប់ថ្នាំឥឡូវដ្រូនកំពុងហោះបងប្អូនណាហើយថ្នាំដែលខ្ញុំប្រើបងប្អូនតែចង់ដឹងតែខ្ញុំសូមមិនបង្ហាញកញ្ចប់ទេជៀសវាងបងប្អូនដែលនៅតំបន់ផ្សេងៗគិតពិបាករកកញ្ចប់ដូចឧទាហរណ៍ឥឡូវខ្ញុំបង្ហាញកញ្ចប់មួយជូនបងប្អូនទៅចុះនេះដូចជាប្រភេទនេះអីចឹងគឺនៅតាមទីផ្សារមួយកន្លែងផ្សេងៗគឺអត់មានទេបងប្អូនណាអញ្ចឹងវាគឺជា bio vitamin នេះមកពីពាក្យពេញមកវា bio vitamin មានន័យថាវីតាមីនជីវសាស្ត្រដែលមានលេខ30/912ពីមុនខ្ញុំប្រើជី32/12/8ដែលមកពីថៃក្រោយពេលមានបញ្ហាព្រំដែនខ្ញុំផ្លាស់ប្ដូរជំរើសផ្សេងបងប្អូនណាខ្ញុំឈប់ប្រើអ្វីដែលខ្ញុំនៅមានប្រើគឺជាស្តុកចាស់បន្តិចបន្តួចតែប៉ុណ្ណោះអស់ស្តុកចាស់ហើយគឺលែងប្រើហើយមុខងារ bio vitamin នេះគឺជាជីដែលមាន N ធំជាង PK 30/912ហេតុអីបានត្រូវប្រើក្នុងពេលនេះពេលស្រូវខ្ចីគឺពេលនៅស្រូវនៅតូចវាស្រឡះបែបនេះបងប្អូនណាវាមិនងាយរងផលប៉ះពាល់កើតទៅជាជំងឺទេហើយស្រូវដែលនៅតូចបែបនេះគឺយើងពន្លឿនការលូតលាស់របស់វាហើយដែលយើងស្របពេលដែលយើងប្រើអរម៉ូនប៉ាក្លូប៊ីរ៉ាសូលវាគឺជាអរម៉ូនទៅបិទអរម៉ូនមួយទៀតគឺជីប៊ឺលីនដែលកើតចេញពីអាសូតអញ្ចឹងកាលណាយើងមិនប្រើវាទេធ្វើឲ្យស្រូវយើងក្រិនខ្លីដើមអញ្ចឹងយើងត្រូវបញ្ញាក់30/912នេះឡើងវិញដើម្បីពន្លឿនការលូតលាស់វាឡើងវិញតែមិនមែនថាវាលឿនខ្លាំងពេកទេបងប្អូនណាគណៈវាជួយទប់គ្នាហើយដល់ពេលវាស្រូបយកសារធាតុចិញ្ចឹមបានច្រើនហើយវារកកន្លែងទៅកំពូលអត់ឃើញវាប្រឹងបែកទៅជាខ្នែងទៅតែពិតឫសរបស់វាស្រូបយកសារធាតុចិញ្ចឹមមកបានមកវាព្យាយាមជំរុញធម៌ពលនឹងកើតឡើងឲ្យដើមដងវារីកធំហើយក៏ពេលអស់នឹងដែលវាទទួលបានវាចេញអត់រួចវាប្រឹងព្យាយាមចេញតាមខ្នែងជាហេតុធ្វើឲ្យស្រូវយើងបែកគុំបានល្អមួយទៀតកាល់ស្យូមគឺជាអ្វីកាល់ស្យូមគឺជាពពួកម៉ាក្រូធាតុទេបងប្អូនណាគឺជាតួអង្គមួយដើម្បីបង្កើនចំណែកកោសិកាប៉ុន្តែរាល់វត្តមានកោសិកាថ្មីកើតឡើងវាជួយពន្លឿនការរីកមាឌនៃកោសិកាហ្នឹងឲ្យបានលឿនឧទាហរណ៍ថាវាមានកោសិកាចេញមកវាមានកោសិកា100វាពង្រីកខ្លួនបានទៅជា200វារីកខ្លួនបានទៅជា400 800ឬក៏1600កោសិកាបានយ៉ាងឆាប់រហ័សម៉ូលេគុលកោសិកាផ្គុំចូលគ្នាបង្កើតបានជារូបរាងឡើងទៅតាមរុក្ខជាតិនីមួយៗបងប្អូនណាសូម្បីតែមនុស្សយើងក៏មានម៉ូលេគុលកោសិកាដែរអញ្ចឹងគឺតួអង្គកាល់ស្យូមគឺបែបហ្នឹងបងប្អូនណាប៉ុន្តែកាល់ស្យូមសម្រាប់មនុស្សគេជួយទ្រទ្រង់ឆ្អឹងទេហ្នឹងខ្ញុំអត់ចេះទេខាងវិទ្យាពេទ្យវិទ្យាសាស្ត្រខ្ញុំអត់ចេះទេតែខ្ញុំនិយាយអំពីដំណាំស្រូវគឺដល់ពេលយើងស្គាល់មុខងារវាបែបហ្នឹងយើងប្រើប្រាស់បានល្អទី4សត្វល្អិត
បើសម្រាប់ខ្ញុំប្រើពពួកអាស៊ីតាមីព្រីតនៅជាមួយនឹងបុយ provision ឬក៏អាស៊ីតាមីព្រីតនៅជាមួយអ៊ីមីដាក្រូព្រីតមុខងារខ្សាត់ល្អិតមិនមានតួនាទីជួយឲ្យស្រូវបែកគុំទេតែវាជួយកម្ចាត់សត្វល្អិតនៅពេលដែលយើងក្រោយពេលយើងបាចជីស្រូវយើងប្រែល្អជាហេតុធ្វើឲ្យក្លិននិងភាពជាចម្រោករបស់សត្វល្អិតហ្នឹងមកនៅដើម្បីរកអាហារជាលក្ខខណ្ឌសមស្របសម្រាប់សត្វល្អិតជ្រកកោនអញ្ចឹងយើងសម្អាតសត្វល្អិតដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការបែកគុំរបស់ស្រូវកណាសត្វល្អិតរងនៅពេលនៅបំផ្លាញនៅសំងំបំផ្លាញដំណាំរបស់យើងធ្វើឲ្យយើងបាញ់ថ្នាំជីបំពន់ឬក៏បាចជីទៅតាមដីក៏ដោយក៏វាលូតលាស់មិនបានល្អដែរអញ្ចឹងក្នុងវ័យស្រូវបែកគុំយើងធ្វើវាឲ្យបែកមិនមែនដល់ពេលលេងចង់បែកហើយបានយើងព្យាយាមផ្ដល់អាហារឲ្យវាដើម្បីវាបែកបានល្អទេនេះជាជំរឿនរបស់ខ្ញុំជំរឿនបងប្អូនបែបណាខ្ញុំមិនដឹងទេហើយស្រូវលូតលាស់លឿននៅពេលដែលចាប់ដើមពីវ័យកន្លះខែទៅដល់1ខែហ្នឹងគឺលូតលាស់លឿនណាស់ហើយបងប្អូនឆ្លោកនៅវ័យប៉ុណ្ណេះដូចស្រូវនេះខ្ញុំវ័យ19ថ្ងៃហើយតែពិតវាមានកន្លែងខូចតិចតួចដែរដូចជាតាមជើងភ្លឺកដោស៊ីឬក៏ខ្យងកាត់អីចឹងជាដើមគឺខ្ញុំដាក់ក្រុមការងារដល់ឆ្លោកហើយស្រែនេះឆ្លោកមិនបានមកព្រឹកផងគ្នា3 4នាក់វាតែទួចចឹងណាបងប្អូនអញ្ចឹងសូមជូនបងប្អូនប៉ុណ្ណឹងរីឯមុខងារសំខាន់ដែលខ្ញុំប្រើមាន4មុខក្នុងការដំណើរការបែកគុំរបស់កូនមួយទៀតការគ្រប់គ្រងទឹកក៏សំខាន់ដែរបងប្អូនណាគឺរក្សាទឹកតិចក្នុងស្រែតិចកាលណាល្អកាលហ្នឹងសំខាន់មានទឹកក្នុងស្រែទៅបានណាដូចខ្ញុំនេះគឺខ្ញុំគ្រប់គ្រងទឹកបងប្អូនឃើញស្រាប់ហើយទឹកតិចក្នុងស្រែហើយផុតដីខ្លះអីខ្លះសំខាន់យើងមើលតែស្មៅទៅបានណាកន្លែងហើបយើងព្យាយាមមើលស្មៅគ្រប់គ្រងស្មៅឲ្យបានល្អទើបស្រូវយើងលូតលាស់បានល្អអញ្ចឹងសូមជូនបងប្អូនប៉ុណ្ណឹងហើយលោកមានពាក្យថាខ្ញុំនិយាយច្រើនពេកទៀតឡើយអញ្ចឹងអរគុណច្រើនបងប្អូនណាជួយចែករំលែកគ្នាដើម្បីកសិករយើងទាំងអស់គ្នាការប្រើពូជទឹកគឺជារឿងល្អដូចស្រែខ្ញុំបងប្អូនណាឃើញគម្រាមរបស់វាអត់ច្រើនអត់ញឹកទេបងប្អូនមួយទឹកមួយដើមពីរទឹកមួយដើម5ហ៊ុនមួយដើមក៏មាន